បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីមុខម្ហូបមួយមុខទៀតបងប្អូនតោះទៅទស្សនាជាមួយខ្ញុំតើខ្ញុំធ្វើរបៀបណាបងប្អូនណាគឺមានឈ្មោះថាសម្លម្ជូរព្រៃសាច់មាន់បងប្អូនបាទជាដំបូងយើងចាក់ប្រេងបន្ទាប់មកគ្រឿងផ្សំរបស់យើងគឺមានរំដេងស្លឹកក្រូចសើចខ្ទឹមសបងប្អូននិងរមៀតបងប្អូនអ៊ំពូមីងទាំងអស់គ្នាបើមិនទាន់បានជួយចុច Subscribe Channel YouTube ខ្ញុំសូមជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយនឹងទទួលបានវីដេអូធ្វើមុខម្ហូបថ្មីៗពីខ្ញុំជារៀងរាល់ថ្ងៃបាទបន្ទាប់មកយើងលីងគ្រឿងផ្សំរបស់យើងឲ្យវាឡើងលឿងប្រេងល្អបងប្អូនឲ្យឈ្ងុយល្អយើងចាប់ផ្ដើមចាក់សាច់មាន់យើងចូលមកបងប្អូនបាទបន្ទាប់ពីចាក់សាច់មាន់យើងរំលីងសាច់មាន់ជាមួយនឹងគ្រឿងរបស់យើងឲ្យវាឡើងឆ្អិនមកល្មមបងប្អូនណាបាទឲ្យវាឡើងឆ្អិនមកល្មមទៅបងប្អូនបាទឥឡូវនេះគឺខ្ញុំចាប់ផ្ដើមចាក់ជាមួយនឹងទឹកត្រីចំនួន3វែកបងប្អូនបាទយើងដាក់ទឹកត្រីចំនួន3វែកពុកម៉ែបងប្អូនដែលសារតែខ្ញុំស្លអត់ប្រើប្រហុកទេបងប្អូនណាបើបងប្អូនញ៉ាំប្រហុកដាក់ប្រហុកទៅបាទយើងដាក់ជាមួយនឹងអំបិលកន្លះស្លាបព្រាបាយជាមួយនឹងម្សៅស៊ុបបងប្អូនណាម្សៅស៊ុបគឺដាក់ចំនួន1ស្លាបព្រាបាយពេញតែម្ដងបងប្អូនសម្រាប់ទឹក1លីត្រកន្លះបងប្អូនបាទបន្ទាប់មកយើងដាក់ប៊ីចេងចំនួនកន្លះស្លាបព្រាបាយបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមដាក់ស្ករសបងប្អូនណាបើសិនជាបងប្អូនចូលចិត្តញ៉ាំផ្អែមអាចដាក់ច្រើនជាងនេះបានបងប្អូនខ្ញុំដាក់ចំនួន1ស្លាបព្រាបាយកន្លះបន្ទាប់មកយើងលីងគ្រឿងជាមួយនឹងសាច់របស់យើងឲ្យវាឆ្អិនល្អបន្តិចបងប្អូនបាទលីងគ្រឿងជាមួយនឹងសាច់របស់យើងឲ្យឆ្អិនល្អបន្តិចយើងចាប់ផ្ដើមដាក់ជាមួយនឹងបន្លែរបស់យើងចូលមានដូចជាត្រប់បងប្អូនណាបងប្អូនចង់ញ៉ាំបន្លែផ្សេងដូចជាផ្សិតចង់ញ៉ាំអីគឺអាចដាក់បានបងប្អូនណាសម្រាប់សម្លម្ជូរព្រៃនេះបាទខ្ញុំវិញគឺខ្ញុំប្រពន្ធខ្ញុំចូលចិត្តញ៉ាំត្រប់ស្រួយនឹងអញ្ចឹងហើយខ្ញុំដាក់អាហ្នឹងទៅពុកម៉ែបងប្អូនបាទបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ស្លឹកម្កាក់ហាន់ល្អិតអញ្ចឹងមកបងប្អូនបាទសម្រាប់សម្លម្ជូរព្រៃនេះបើសិនជាអត់ដាក់ស្លឹកម្កាក់ឬមកក៏ស្លឹកថ្នាំទេគឺដូចបាត់រសជាតិអ្វីមួយយ៉ាងអញ្ចឹងបងប្អូនគឺញ៉ាំទៅដូចអត់ត្រូវរសជាតិវាណាបងប្អូនបាទអញ្ចឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាមានស្លឹកម្កាក់ដាក់ស្លឹកម្កាក់មានស្លឹកថ្នាំដាក់ស្លឹកថ្នាំមកបន្តមកយើងលីងសាច់ជាមួយបន្លែយើងឆ្អិនល្អយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកដើម្បីរងាស់ឲ្យវាឆ្អិនបងប្អូនបាទឲ្យឆ្អិនឲ្យវាផុយបងប្អូនអានេះមាន់3សាសយើងរងាស់តែមកសន្ទុះហ្នឹងគឺវាផុយល្អហើយល្មមហូបឲ្យពុកម៉ែបងប្អូនបន្តមកនេះគឺយើងរងាស់ប្រហែលជា10នាទីបងប្អូនណារងាស់ប្រហែលជា10នាទីមកគឺវាឆ្អិនហើយបងប្អូនវាផុយល្អហើយយើងចាប់ផ្ដើមជ្រុំអំពិលទុំឲ្យជូរបន្តិចបងប្អូនដោយសារតែខ្ញុំចូលចិត្តញ៉ាំជូរបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ម្ជូរនេះគឺខ្ញុំមិនអាចប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យត្រូវបានទេបងប្អូនណាដោយសារតែបងប្អូនអាចនឹងចូលចិត្តញ៉ាំជូរឬមកក៏ចូលចិត្តញ៉ាំជាមួយនឹងជូររៀងបន្លែបងប្អូនណាជូរតិចទេណាបាទអញ្ចឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាដាក់តាមតម្រូវការរៀងខ្លួនបងប្អូនបាទសម្រាប់ម្ជូរនេះបាទបន្ទាប់មកយើងធ្វើការភ្លក់មកពុកម៉ែបងប្អូនឃើញថាវាឆ្ងាញ់ហើយបងប្អូនហ៊ាននៅឲ្យមេដៃឲ្យបងប្អូនណាបាទគឺមានរសជាតិឆ្ងាញ់មែនទែនបងប្អូនសម្រាប់ទឹក1លីត្រកន្លះបាទឥឡូវនេះដល់វគ្គញ៉ាំហើយបងប្អូនណាមានទាំងសាច់ក្រកមានទាំងសម្លមានទាំងត្រីបំពងជាមួយនឹងទឹកត្រីអំពិលទុំបាទអរគុណជម្រាបលា